អាគ្គនាយិកានៃក្រុមហ៊ុន Davida Cosmetics ដែលមានមូលដ្ឋានធំនៅក្នុងប្រទេសកូរ៉េលោកស្រីគីមុនយ៉ុងនៅព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025បានដឹកនាំក្រុមការងារមកពីប្រទេសកូរ៉េដើម្បីបំពេញទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនិងគុណភាពស្តង់ដាររបស់ផលិតផលថែរក្សាសម្រស់នៃរោងចក្រ Davida នៅក្នុងប្រទេសកម្ពុជា Davida Cosmetics Industry Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនហើយបានបើកដំណើរការផលិតនិងវិចប់នៅផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទអស់រយៈពេល1ឆ្នាំមកហើយអាគ្គនាយិកានៃក្រុមហ៊ុន Davida Cosmetics ដែលមានមូលដ្ឋានធំនៅក្នុងប្រទេសកូរ៉េលោកស្រីគីមមុនយ៉ុងនៅព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025បានដឹកនាំក្រុមការងារមកពីប្រទេសកូរ៉េដើម្បីបំពេញទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនិងគុណភាពស្តង់ដាររបស់ផលិតផលថែរក្សាសម្រស់នៃរោងចក្រ Davida នៅក្នុងប្រទេសកម្ពុជាដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនហើយបានបើកដំណើរការផលិតនិងវេចខ្ចប់នៅផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទអស់រយៈពេលជាង1ឆ្នាំមកហើយការចុះមកពិនិត្យគុណភាពនិងសង្វាក់ផលិតកម្មនៃរោងចក្រ Davida នៅក្នុងប្រទេសកម្ពុជានៅពេលនេះគឺដោយសារតែផលិតផលរបស់ក្រុមហ៊ុនរួមមានដូចជាសម្លៃជូតមុខវីតាមីន C សម្លៃជូតមុខវីតាមីន E ឈុតលាបមុខ Winter Serum Cream Sunscreen ឈុតលាបខ្លួន Cleo និង Foam លាងមុខជាដើមគឺទទួលបានការពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាហើយលោកស្រីនឹងធ្វើការសិក្សាស្វែងយល់នាំចូលមកបន្ថែមក្នុងន័យឆ្លើយតបទៅតាមតម្រូវការទីផ្សារជាក់ស្ដែងអគ្គនាយិកានៃក្រុមហ៊ុន Davida Cosmetics ប្រចាំនៅក្នុងប្រទេសកូរ៉េបានថ្លែងថារោងចក្រ Davida នៅក្នុងប្រទេសកូរ៉េនិង Davida នៅក្នុងប្រទេសកម្ពុជាគឺជារោងចក្រតែមួយហើយបានផលិតចេញនូវផលិតផលជាច្រើនដូចជាសម្លៃជូត Serum Cream Sunscreen ហើយលោកស្រីពិតជាសប្បាយចិត្តចំពោះរោងចក្រ Davida នៅកម្ពុជានិង Davida នៅកូរ៉េគឺផលិតចេញនូវផលិតផលស្តង់ដារដូចគ្នាស្របទៅតាមគុណភាពដែលទទួលស្គាល់ពីអ្នកជំនាញគ្រឿងសម្អាងនៅក្នុងប្រទេសកូរ៉េ Davida កម្ពុជានិង Davida កូរ៉េគឺជារោងចក្រតែមួយហើយសម្រាប់បច្ចុប្បន្នរោងចក្រ Davida នៅកម្ពុជាមានសម្លៃជូតមុខមាន cream មាន serum មាន sunscreen ហើយបច្ចុប្បន្នគឺយើងកំពុងតែអភិវឌ្ឍform លាងមុខដែលកំពុងតែនៅខាងក្រោយយើងនេះកំពុងតែមានការផលិតហើយចំណាប់អារម្មណ៍របស់គាត់ខ្លាំងមែនទែននៅពេលដែលគាត់មកដល់កម្ពុជាយើងឃើញរោងចក្រ Davida ដែលជាដៃគូសហការរបស់យើងគឺពិតជាស្តង់ដារដូចនៅប្រទេសកូរ៉េដូចគ្នាដែរអញ្ចឹងគាត់មានអារម្មណ៍ថាគាត់សប្បាយចិត្តរីករាយនៅពេលដែលគាត់បានមកឃើញរោងចក្រ Davida ដែលមានស្តង់ដារល្អបែបនេះជាមួយគ្នានេះលោកស្រីអគ្គនាយិកានឹងបដិញ្ញាចិត្តរិះរកនៅផលិតផលសម្រស់ណាដែលថ្មីមានគុណភាពល្អស្របទៅតាមស្តង់ដារនាំមកកាន់កម្ពុជាតាមរោងចក្រ Davida ដើម្បីឆ្លើយតបនិងចែកចាយទៅតាមតម្រូវការនៃទីផ្សារនៅក្នុងប្រទេសកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរលោកសាំងសៃហាអគ្គនាយកក្រុមហ៊ុន Davida Cosmetics Industry Cambodia ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា Davida Cosmetics Industry Cambodia បាននាំចូលផលិតផលផ្ទាល់ពីប្រទេសកូរ៉េគឺមានដូចជាសម្លៃជូតមុខវីតាមីន C ឈុតលាបមុខ Winter និងឈុតលាបមុខ Keglo ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនិងកំពុងតែចរាចរលើទីផ្សារទូទាំង25រាជធានីខេត្តក្រៅពីនាំចូលនិងវេចខ្ចប់នៅផលិតផលខាងលើនេះក៏មានបម្រើជូននៅសេវាកម្មមួយចំនួនដូចជាទទួលផលិតគ្រឿងសម្អាងទឹកអប់អាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទនិងទទួលវេចខ្ចប់ទៅតាមតម្រូវការរបស់លោកអ្នកដែលជាម្ចាស់អាជីវកម្មស្របតាមស្តង់ដារគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េបច្ចុប្បន្នយើងក៏មានផលិតនៅសម្លៃវីតាមីន C ដែលកំពុងតែល្បីខ្លាំងនៅក្នុងទីផ្សារដែលជាសម្លៃពណ៌លឿងហ្នឹងហើយយើងក៏មានជាប្រភេទ cream យើងមានប្រភេទ serum យើងមានប្រភេទដូចជាsunscreen ក៏យើងមានដែរហើយបច្ចុប្បន្ននេះយើងក៏កំពុងតែអភិវឌ្ឍផលិតផលថ្មីដែរជាក់ស្ដែងតើទៅមួយបច្ចុប្បន្នហ្នឹងយើងមានសេវាកម្មធំពីរទី1គឺយើងមានគុតគង់គ្រឿងសម្អាងសម្រាប់ជា brand តខ្លួនរបស់ Davida ដែរហើយទី2ក៏យើងមានការសេវាកម្មក្នុងការផលិតគ្រឿងសម្អាងជូនទៅកាន់អតិថិជនដែរដូច្នេះសម្រាប់បងប្អូនដែលគាត់មានបំណងចង់បង្កើត brand គ្រឿងសម្អាងតខ្លួនដែលចូលស្តង់ដារនៃប្រទេសកូរ៉េ 100% គាត់អាចតាក់ទងខាងក្រុមហ៊ុន Davida ដែរព្រោះដោយសារអីយើងមិនមែនមានតែរោងចក្រ Davida នៅស្រុកខ្មែរហ្នឹងទេយើងមានទាំងរោងចក្រ Davida នៅខាងប្រទេសកូរ៉េដូចគ្នាដែរសូមបញ្ជាក់ថាផលិតផលរបស់ក្រុមហ៊ុន Davida រួមមានសម្លៃជូតមុខវីតាមីន C សម្លៃជូតមុខវីតាមីន E ឈុតលាបមុខ Winter ឈុតលាបមុខ Cleo និង Foam លាងមុខជាដើម